ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើសាច់បាក់សៀកចាសាច់បាក់សៀកឬក៏សាច់ប្រហិតបងប្អូនដែលយើងអាចយកទៅធ្វើជាចាដាក់ជាមួយនឹងស៊ុបកាទៀវផ្សេងៗណាបងប្អូនឬក៏ស្ងោរផ្សេងៗហើយសម្រាប់ធ្វើសាច់បាក់សៀកថ្ងៃហ្នឹងគឺខ្ញុំធ្វើជាមួយនឹងសាច់ជ្រូកក៏បងប្អូនតែបងប្អូនអាចធ្វើជាមួយនឹងសាច់មាន់បានចានិយាយទៅរសជាតិគឺឆ្ងាញ់ដូចគ្នាសាច់មាន់ហើយនឹងសាច់ជ្រូកសំខាន់ធ្វើយ៉ាងណាឲ្យសាច់ប្រហិតហ្នឹងវាបានស្វិតល្អបងប្អូនចាហើយនេះជារបៀបធ្វើបងប្អូនពេលយូរទៅមើលពីរបៀបធ្វើបងប្អូននេះខ្ញុំមានសាច់ជ្រូកចំនួន600ក្រាមហើយបន្ទាប់មកខ្ញុំមានទឹកត្រី2ស្លាបព្រាបាយស្ករស1ស្លាបព្រាបាយម្សៅដំឡូង1ស្លាបព្រាបាយម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេbacon powder 5ក្រាមប្រេងឆា5ស្លាបព្រាបាយម្រេចបន្តិចហើយប៊ីចេងបន្តិចហើយទឹកចំនួន7ស្លាបព្រាបាយចាទឹកត្រជាក់ទឹកកកបងប្អូនចាយើងចាក់គ្រឿងផ្សំទាំងអស់នឹងចូលកូនចានចង្កឹះនឹងហើយកូរចូលគ្នាឲ្យសព្វចាហើយនេះខ្ញុំថែមអំបិលបន្តិចផងដែរបន្ទាប់មកខ្ញុំយកសាច់ជ្រូកហ្នឹងគឺនេះខ្ញុំយកវាទៅក្លាសេក្នុងទូទឹកកកកន្លែងកកបងប្អូនរយៈពេល1ម៉ោងកន្លះដើម្បីឲ្យវារៀងជាក់ខ្លាំងចាហើយឲ្យរៀងកកបន្តិចផងដែរបន្ទាប់មកខ្ញុំដកវាចេញហើយយកវាទៅលាយជាមួយនឹងទឹកដែលបានលាយហ្នឹងបងប្អូនយើងយកចានដៃធំបន្តិចមកហើយយកវាទៅលាយនឹងទឹកដែលយើងបានលាយហ្នឹងច្បល់វាឲ្យសព្វហើយខ្ញុំយកវាទៅកិនម្ដងទៀតពីព្រោះសាច់ប្រហិតចាសាច់ប៉ាតេហ្នឹងគឺយើងត្រូវការសាច់ម៉ត់ណាអញ្ចឹងនេះខ្ញុំយកវាទៅកិនចានេះខ្ញុំកិនដួសដាក់ក្នុងម៉ាស៊ីនហ្នឹងចាហើយខ្ញុំកិនវារហូតដល់ម៉ត់ចាម៉ត់មែនតើណាបងប្អូនហើយសម្រាប់ម៉ាស៊ីនធ្វើកិនហ្នឹងគឺយើងត្រូវការម៉ាស៊ីនដែលខ្លាំងណាបងប្អូនចាគឺនេះខ្ញុំប្រើម៉ាស៊ីនធំហ្នឹងហើយខ្ញុំដាក់កិនវារយៈពេលប្រហែលជា7នាទីហើយថ្ងៃហ្នឹងគឺខ្ញុំធ្វើសាច់នឹងច្រើនណាបងប្អូនអញ្ចឹងខ្ញុំយកវាទៅធ្វើសាច់ប៉ាតេចៀនផងហើយនឹងសាច់ចាបាក់សៀកនឹងផងនិយាយទៅរបៀបធ្វើតែមួយឯងបងប្អូនហើយបន្ទាប់ពីធ្វើសាច់ប៉ាតេចៀនហើយខ្ញុំមកធ្វើសាច់បាក់សៀកសម្រាប់ការធ្វើសាច់បាក់សៀកហ្នឹងគឺយើងត្រូវការกระดาษដុតនំមួយហើយលាបប្រេងវាបន្តិចបន្ទាប់មកយើងដួសសាច់ហ្នឹងមកសព្រាមកល្មមមកបងប្អូនហើយយើងយកមកសកត់វាបែបហ្នឹងឲ្យវាបានរាងស្ដើងហើយសំប៉ែតបែបហ្នឹងបន្ទាប់មកយើងយកវាទៅបង់ចូលទៅក្នុងទឹកស៊ុបឬក៏ទឹកដែលកំពុងតែក្តៅបងប្អូនសម្រាប់ទឹកគឺបងប្អូនកុំធ្វើឲ្យពុះយើងនៅពេលដែលយើងបង់ប្រហិតនឹងចូលគឺទឹកវាត្រូវតែក្តៅតែកុំឲ្យពុះយើងចាំពេលដែលយើងធ្វើប្រហិតរួចរាល់អស់ហើយទើបយើងដំឡើងភ្លើងឲ្យទឹកនឹងពុះហើយឲ្យឆ្អិនប្រហិតនឹងតែម្ដងហើយនៅពេលដែលចម្អិនវាឆ្អិនហើយបងប្អូនអាចស្រង់វាឡើងហើយយកទៅរក្សាទុកសម្រាប់បងប្អូនអាចធ្វើនៅពេលធ្វើកាទៀវឬក៏ស្ងោរផ្សេងៗណាបងប្អូនអាចយកមកធ្វើហើយទឹកដែលនៅសល់ហ្នឹងគឺខ្ញុំអត់ចោលទេបងប្អូនថ្ងៃហ្នឹងគឺខ្ញុំយកវាទៅស្ងោរស្ពៃស្ដាយបងប្អូនទឹកដែលស្ងោរហ្នឹងគឺមានរសជាតិដូចគ្នាអញ្ចឹងនេះខ្ញុំដាក់លាយជាមួយនឹងស្ពៃដំឡូងប្រាំងហើយនឹងការ៉ុតហើយនឹងសាច់ជ្រូកចិញ្ច្រាំហើយយើងថែមម្សៅស៊ុបមាន់ស្ករអំបិលថែមទៀតទៅគឺយើងបានសម្លស្ងោរដ៏ឆ្ងាញ់មួយឆ្នាំងហើយសម្រាប់បងប្អូនដែលគាត់ចង់ដឹងពីរបៀបធ្វើសាច់ប៉ាតេចៀនដែលក្បួនធ្វើសាច់នឹងដូចគ្នាបងប្អូនបងប្អូនអាចចូលទៅក្នុង page នេះខ្ញុំទៅតែផុសប្រហែលជា2ថ្ងៃមុនណាបងប្អូនរបៀបធ្វើសាច់ប៉ាតេចៀនណានិយាយទៅរបៀបធ្វើគឺតែមួយទេដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងណានេះខ្ញុំចូលចិត្តធ្វើបងប្អូនពេលខ្លះនេះខ្ញុំធ្វើបែបហ្នឹងច្រើនមែនតើហើយយកទៅទុកកកហើយនៅពេលដែលខ្ញុំចង់ញ៉ាំសាច់បាក់សៀកអញ្ចឹងខ្ញុំយកវាចេញពីទូទឹកកកមកហើយសកត់វាដាក់បងចូលទឹកស៊ុបអញ្ចឹងហើយមួយទៀតបើសិនជានាងខ្ញុំចង់ញ៉ាំបែបប៉ាតេចៀនជាមួយនឹងជ្រក់អីអញ្ចឹងខ្ញុំដកវាចេញពីទូទឹកកកហើយបន្ទាប់មកយកវាទៅចៀនហើយញ៉ាំជាមួយនឹងជ្រក់ល្ហុងគឺឆ្ងាញ់ណាស់បងប្អូនបងប្អូនអាចសាកល្បងធ្វើបានហើយរបៀបធ្វើគឺត្រូវការតែម៉ាស៊ីនខ្លាំងមួយទេបងប្អូនសម្រាប់កិនសាច់ហ្នឹងឲ្យវាបានស្វិតល្អអញ្ចឹងណាហើយនៅtrongវីដេអូនេះខ្ញុំក៏បានដាក់វីដេអូខ្លីពីរបៀបធ្វើសាច់ប៉ាតេចៀនហ្នឹងផងដែរនេះខ្ញុំដាក់ខ្លះបងប្អូនហើយបើសិនជាបងប្អូនចង់មើលវីដេអូវែងហ្មងគឺចូលទៅក្នុង page របស់នេះខ្ញុំរបៀបធ្វើដូចគ្នាបងប្អូនចឹងអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូថ្ងៃបន្ទាប់ទៀត